នឹងឯបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបក្នុងការបង្កើត page ឲ្យត្រូវកាមកូដការស្តង់ដាដើម្បីយកម្ករកលុយក៏បានរកមកបង្កើតជា business ក៏បានអញ្ចឹងបងប្អូនអាចចូលតាមខ្ញុំបានដំបូងយើងចូលក្នុង Facebook account Facebook មកបន្ទាប់មកយើងឃើញខាងក្រោមនេះនឹងឲ្យយើងចុចមួយមកហើយបន្ទាប់មកយើងមើលកន្លែងវងទាំងអស់នេះខាងលើម្ដុំហ្នឹងគឺយើងរកពាក្យថា page បើបងអត់ឃើញទេបងចុច C more នេះមកនេះខាងក្រោមនេះរូបសញ្ញាទង់ហ្នឹងយើងចុចមកបន្ទាប់ពីចុចហើយយើងចាំមួយ page យើងឃើញទាំងអស់នេះសត page ដែលខ្ញុំបង្កើតហើយយើងចុចពាក្យ grade យើងចុច grade ហ្នឹងមកហ្នឹងហើយយើងចុចនេះខាងលើហ្នឹងបង grade a new page ហ្នឹងយើងចុចកន្លែង nick នេះមកបន្ទាប់ពីចុចកន្លែង nick មកវាមានវងមូលដែលយើងពេញឈ្មោះអញ្ចឹងបងដាក់ឈ្មោះដែលបងស្រឡាញ់មកហើយឈ្មោះកន្លែងហ្នឹងបងអាចកែថ្ងៃក្រោយបានទេអញ្ចឹងបងអាចដាក់មកដាក់អីក៏ដាក់មកឲ្យតែឈ្មោះដែលបងស្រឡាញ់បន្ទាប់ពីយើងដាក់ហើយយើងចុចនេះសញ្ញា nick បន្តនេះបន្ទាប់ពីពេញឈ្មោះហើយយើងចាំមកផ្លេតបងកន្លែងនេះកន្លែងទាំងអស់នេះបងចង់ដាក់មួយណាក៏បានដែរដាក់មួយណាសិនក៏បានដែរយើងចុចពីលើណាមួយមកនេះកន្លែងនេះយើងអាចកែថ្ងៃក្រោយបានបងយើងចុចហើយយើងចុច grade ទាំងមករងចាំវាបន្តិចដើម្បីឲ្យវាបង្កើតឥឡូវនេះវាកំពុងដែរអូខេបងឥឡូវវាចេញមកចេះហើយយើងមិនចង់ធ្វើអីទាំងអស់យើងចុច nick បន្តមកហើយបន្ទាប់មកចុច nick ទៀតមករងចាំតិចហើយកន្លែងហ្នឹងយើងចុច nick ទៀតមកហើយចុច nick ទៀតមកចុចទៅតាមខ្ញុំទៅបងប្អូនមិនចុចអីផ្សេងទេហើយបន្ទាប់មកនេះយើងបានមួយយើងចុចនេះចុចដាននេះមកបន្ទាប់មកចុចកន្លែងនេះចុច script ខាងលើនេះហើយ script ទៀតមកវាឲ្យយើងពេញព័ត៌មានយើងចុច script អញ្ចឹងមកគឺយើងបាន page មួយឯងបងហើយបន្ទាប់ពីបានហើយបងកុំតន់អាលយកទៅកែអីទាំងអស់ជឿខ្ញុំគឺបងប្អូនទុករយៈពេល1អាទិត្យទៅ1ខែសិនដើម្បីឲ្យ page ហ្នឹងវាដំណើរការបានល្អពីបង្កើតបាន page ហើយបងកុំតន់អាលធ្វើទាំងអស់គឺបងជឿខ្ញុំគឺទុកវាឲ្យបាន1អាទិត្យឬ1ខែសិនគោលការណ៍ Facebook ហ្នឹងបងកុំតន់អាលយកទៅផុសភ្លាមឬយកទៅពេញព័ត៌មានផ្សេងភ្លាមពីព្រោះវាធ្វើឲ្យ page យើងវាអត់រឹងមាំទេអញ្ចឹងទុកវាឲ្យបានមួយអាទិត្យឬមួយខែទៅបន្ទាប់មកចាំចូលបំពេញព័ត៌មានឲ្យត្រូវតាមគោលការណ៍រលុយឬក៏លក់ផលិតផលនានាអញ្ចឹងបងចង់ដឹងពីរបៀបបំពេញបងអាចមើលវីដេអូបន្ទាប់បានបាទអរគុណ